ក្មេងស្រីយកពងសត្វរើបានមកដាក់ក្នុងភួយពីថ្ងៃក្រោយវាក៏ធំប៉ុណ្ណេះថ្ងៃមួយនាងតូចចិត្តក៏ក្រាបយំពីលើពងសត្វនោះទឹកភ្នែកនាងបានស្រក់លើសម្បកពងហើយត្រូវវាស្រូបយកភ្លាមមួយសន្ទុះក្រោយមកនាងកយសំឡេងសម្បកពងប្រេះសម្លឹងមើលទើបដឹងថាកូនសត្វកំពុងញាស់ក្រញាំដ៏មុតស្រួចរបស់វាទម្លុះសម្បកចេញមកមើលទៅគួរឲ្យខ្លាចណាស់នាងភ័យពេកក៏ប្រញាប់រត់ពួនក្នុងទូខោអាវតែនាងនៅតែចង់ដឹងមិនបានក៏លួចមើលតាមប្រហោងទូរោមវាមិនទាន់ដុះពេញលេញទេថែមទាំងមានរាងកាយធំគួរឲ្យខ្លាចទៀតមួយសន្ទុះក្រោយមកកយសំឡេងបែកកញ្ចក់ពីខាងក្រៅនាងរត់ចេញមកទើបដឹងថាវាបំបែកកញ្ចក់រត់បាត់ហើយឪពុករសូក៏រត់ចូលបន្ទប់នាងមិនបាននិយាយការពិតថានាងអ្នកភ្ញាក់វាទេនាងប្រាប់ថាមានសត្វធំមួយហើរចូលមកនាងស្មានថាវាត្រឡប់ទៅធម្មជាតិវិញហើយតែយកត្រឡប់មកវិញដំបូងនាងពិតជាខ្លាចណាស់តែបន្តិចម្ដងនាងឃើញវាហាក់គ្មានបំណងអាក្រក់ថែមទាំងមើលដៃដែលមុតដោយក្តីអាណិតនាងស្ទាក់ស្ទើរបន្តិចទើបជួយដកអំបែងកញ្ចក់ចេញឲ្យវាសំឡេងស្រែករបស់វាធ្វើឲ្យនាងភ័យបិទភ្នែកនឹកស្មានមិនដល់ថាវាក៏ធ្វើតាមដែរពេលនេះទើបនាងយល់ថាវាចាប់ទុកនាងជាម្ដាយនាងតែងតែច្រណែនមិត្តរួមថ្នាក់ដែលមានឆ្កែចិញ្ចឹមនាងក៏ចង់មានសត្វចិញ្ចឹមដែរតែម្ដាយតឹងរឹងពេកកុំថាឡើយកូនឆ្កែសំបីត្រីក៏មិនឲ្យចិញ្ចឹមសត្វមួយនេះទោះវាអាក្រក់បន្តិចតែនាងនៅតែស្រឡាញ់ចាត់ទុកវាជាសត្វចិញ្ចឹមពេលងូតទឹកវាថែមទាំងផ្លុំពុះលេងជាមួយនាងទៀតពេលនេះនាងទទួលបានក្តីសុខដែលមិនធ្លាប់មានពីមុនមកតែមិនយូរប៉ុន្មាននាងក៏ដឹងថាវាមិនមែនជាសត្វចិញ្ចឹមដ៏គួរឲ្យស្រឡាញ់ទេតែជាបិសាចដ៏កាចសាហាវពេលយប់ឆ្កែអ្នកចិត្តខាងប្រុសមិនឈប់ធ្វើឲ្យនាងមុំម៉ៅឯសត្វនោះហាក់ដូចជាដឹងពីអារម្មណ៍នាងវាក៏លូនចេញទៅក្រៅមិនយូរប៉ុន្មាននាងភ្ញាក់ឡើងក៏ឃើញឆ្កែអ្នកចិត្តខាងងាប់នៅក្បែរខ្នើយព្រឹកឡើងនាងលួចយកឆ្កែទៅកប់នៅសួនច្បារតែនឹកស្មានមិនដល់ថាប្អូនប្រុសនាងបានឃើញគេក៏នាំឪពុកសម្រុកចូលបន្ទប់នាងគិតចង់ប៉ុអាក្រាតនាងសំណាងល្អនាងលាក់វាទាន់នៅក្រោមគ្រែនាងខ្ទប់មាត់វាយ៉ាងណែនមិនឲ្យវាបញ្ចេញសំឡេងនាងងើបមុខសួរឪពុកថាមានការអីឪពុកឃើញឈាមលើកម្រាលពូក៏យកភ្លាមដើម្បីកុំឲ្យកូនស្រីខ្មាស់គាត់ក៏ប្រញាប់ទីងប្អូនប្រុសចេញពីបន្ទប់ថ្ងៃនោះម្ដាយនាងត្រឡប់មកវិញបានទិញក្រាស់សិតសក់ពណ៌ស៊ីជំតែនាងប៉ងចង់បានយូរមកហើយឲ្យនាងគ្រាន់តែខ្ញុំយំគាត់ក៏លំលោមប្អូនប្រុសខឹងពេកក៏ទៅជីកសាកសពឆ្កែនោះមកក្រវត្តចោលមុខឪពុកម្ដាយថែមទាំងចោទថាបងស្រីជាអ្នកសម្លាប់តែឪពុកម្ដាយមិនជឿថាកូនស្រីដ៏ឆ្លាតវៃហ៊ានធ្វើបែបនេះទេក៏ដេញប្អូនឲ្យទៅបន្ទប់វិញទៅតែក្លិនស្អុយពីសត្វបានធ្វើឲ្យម្ដាយសង្ស័យគាត់ក៏ឆែកមើលក្រោមគ្រែសំណាងដែលវារត់ពួនទាន់នាងក៏ប្រញាប់ដោះសារថាប្រហែលជាក្លិនឆ្កែញាប់ទេដឹងបន្ទាប់មកម្ដាយក៏ទៅបើកទូខោអាវស្រាប់តែភ័យព្រឺតព្រោះរ៉ូបសម្រាប់ប្រកួតត្រូវវាហែកខ្ទេចអស់ពេលនោះនាងឃើញវាកំពុងពួននៅថ្នាក់លើទូក៏ប្រញាប់បិទទូភ្លាមម្ដាយនាងក៏បង្វែរចំណាប់អារម្មណ៍លែងខ្វល់ពីរឿងក្លិនស្អុយហើយងាកមកស្ដីបន្ទោសនាងដែលធ្វើឲ្យរ៉ូបខូចខ្ទេចបែបនេះដើម្បីកុំឲ្យវាស៊ីសាច់ទៀតនាងក៏ទៅទិញចំណីនៅហាងសត្វតែវាហាក់ដូចជាមិនចូលចិត្តសោះបញ្ចុកដល់មាត់ហើយក៏វាមិនស៊ីនាងក៏រៀនតាមមេបស័យក្នុងឯកសារដោយទំពាមុនហើយសឹមខ្ជាក់បញ្ចុកវាឃើញវាស៊ីយ៉ាងឆ្ងាញ់នាងក៏ធូរទ្រូងវាលូកដៃមកប៉ះរ៉ូបនាងស្មានថាវាគ្មានរោមរងាទើបនាងយកខោអាវនាងឲ្យវាពាក់អ្វីដែលចម្លែកគឺវាមិនដុះរោមដូចសត្វទេតែបែរជាងូសអស់ទៅវិញហើយមានដុះសក់មនុស្សនៅលើក្បាលទៀតតែនាងមិនប្រកាន់ទេថែមទាំងសិតសក់តុបតែងខ្លួនឲ្យវាទៀតថ្ងៃមួយនាងទៅហាត់កីឡាជាមួយមិត្តរួមថ្នាក់មិត្តនាងលោតបានល្អជាងម្ដាយនាងក៏សរសើរមិត្តនាងថាកូនមីងតតែប្រឹងទៀតទើបតាមក្មួយតសម្ដីនេះធ្វើឲ្យនាងមានអារម្មណ៍ច្រណែនពេលចេញពីរៀននាងធ្វើមុខប្រញោលមើលមិត្តរួមថ្នាក់ដោយក្រសែភ្នែកគួរឲ្យខ្លាចស្របពេលនោះសត្វចម្លែកហាក់ដឹងពីអារម្មណ៍នាងវាបានហែកអោរត់ចេញពីផ្ទះទៅពួនស្ទាក់ផ្លូវមិត្តរួមថ្នាក់នាងឯនាងដូចជាដឹងថាវាកំពុងគិតធ្វើអ្វីក៏ប្រាប់ម្ដាយឲ្យបោះឡានទៅទទួលមិត្តនាងតែគួរឲ្យស្ដាយវាហួសទៅហើយមិត្តនាងត្រូវវាប្រហារនាងក៏អាចមើលឃើញពីកែវភ្នែករបស់វាដែរធ្វើឲ្យនាងភ័យស្រែកយ៉ាងខ្លាំងម្ដាយនាងស្មានថានាងស្ត្រេសមុនប្រកួតថាពីមុនម្ដាយក៏ភ័យអញ្ចឹងដែរមិនអីទេបើកូនបានលេខ1វានឹងល្អហើយឬបែបនេះនាងក៏ឈប់ខ្វល់